Sum chun rương Bal nơ krом chan Thiết bần tò លុះដល់ពេលបរិភោគអាហារធីតាបានធ្វើអាហាររួចរាល់ហើយក៏មិនព្រមដាក់អំបិលចូលក្នុងសម្លនាងបែរជាយកអំបិលដាក់ក្រោមចានក្បិញពេលឪពុកបរិភោគសម្លក៏មានរសជាតិសាបទើបសួរទៅកូនស្រីថា តានេះកូនស្លសម្លស្អីគេហេតុអ្វីបានជាមិនមានជាតិប្រៃអីសោះចឹង កូនស្រីមិនឆ្លើយនឹងសំណួរហើយលើកចានសម្លឲ្យឪពុកមើលថាមានអំបិលនៅពីក្រោមឪពុកឃើញហើយក៏សួរឡើងថា តែនេះឯងស្លស្អីគេអំបិលគឺគេយកមកដាក់ក្នុងសម្លមិនមែនយកមកដាក់នៅខាងក្រោមចានសម្លយ៉ាងនេះទេ កូនស្រីបានឱកាសទើបនិយាយថា ដែលផ្លាំងដុតនៅលើច្រាំងឆ្ងាយពីទឹកនៅផ្ដល់ភាពកក់ក្ដៅដល់អ្នកដែលចុះត្រាំទឹកបានចុះហេតុអ្វីអំបិលដែលនៅក្រោមចានធ្វើឲ្យសម្លប្រៃមិនបានទៅពុក ពេលកូនស្រីនិយាយដូច្នេះចប់ពូណានក៏ដឹងភ្លាមថាកូនស្រីរបស់គាត់ស្រឡាញ់អ្នកកំលោះម្នាក់នេះទៅហើយទើបគាត់យល់ព្រមលើកកូនស្រីឲ្យទៅពិសូដ្ឋយ៉ាងពេញចិត្តរឿងនេះបានផ្ដល់នូវគំនិតល្អៗមួយចំនួនសម្រាប់បងប្អូនអ៊ំពូមីងយាយតាយកមកគិតពិចារណាការខិតខំតស៊ូប្រឹងប្រែងគឺមិនអត់ប្រយោជន៍នោះទេគង់តែមានថ្ងៃណាមួយអ្នកនឹងទទួលបានជោគជ័យមុននឹងប្រគល់របស់មានតម្រុយឲ្យទៅនរណាម្នាក់មិនថាជាមនុស្សឬជារបស់របរវត្ថុមានតម្លៃនោះទេគឺត្រូវតាមដានស្វែងយល់ពីគេឲ្យច្បាស់សិនមុននឹងប្រគល់អ្វីមួយឲ្យទៅនរណាម្នាក់សង្ឃឹមថាបងប្អូនទស្សនាហើយនឹងទទួលបានចំណេះដឹងល្អៗបន្ថែមទៀត